ហើយកម្ពុជាក៏គ្មានទិញវត្ថុធាតុដើមពីប្រទេសដែលប្រើកម្លាំងពលកម្មដោយបង្ខំដែរឧបនាយករដ្ឋមន្ត្រីនិងជាអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាលោកស៊ុនចន្ទថុលបានច្រានចោលការដាក់ពន្ធគយថ្មីរបស់សហរដ្ឋអាមេរិកដែលពាក់ព័ន្ធនឹងការព្រួយបារម្ភអំពីពលកម្មដោយបង្ខំដោយចាត់ទុកថាវាគ្រាន់តែជាលេសសម្រាប់ប្រមូលពន្ធបន្ថែមប៉ុណ្ណោះខណៈលោកអះអាងថាកម្ពុជាមិនមានការប្រើប្រាស់ពលកម្មដោយបង្ខំនោះទេថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រមប្រឹក្សាអភិវឌ្ឍកម្ពុជាកាលពីថ្ងៃទី27ខែកក្កដាលោកស៊ុនចន្ទថុលបាននិយាយថាកម្ពុជាគោរពច្បាប់និងស្តង់ដារការងារអន្តរជាតិហើយមិនមានការនាំចេញផលិតផលដែលពាក់ព័ន្ធនឹងពលកម្មដោយបង្ខំឡើយដើម្បីប្រមូលពន្ធឲ្យបាន 19% តាមកិច្ចព្រមព្រៀងពាណិជ្ជកម្មបរិការដែលយើងចុះលេខានេះសហរដ្ឋអាមេរិករកនីតិវិធីថាយើងនិយាយទៅភាសាសម័យតាលេសនិយាយទៅរកលេសណាគ្រប់បែបយ៉ាងដើម្បីយកឲ្យបានវិញព្រោះតឡាការកម្ពុជាលុបចោលបាត់ហើយចឹងណែលុបតឡាការកម្ពុជាលុបចោលមែនប៉ុន្តែប្រធានតំណែងមានសិទ្ធិលើមេត្រា301ច្បាប់ពាណិជ្ជកម្មឆ្នាំ1974របស់សហរដ្ឋអាមេរិកការលើកឡើងនេះធ្វើឡើងបន្ទាប់ពីការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី23ខែកក្កដាអំពីការដាក់ពន្ធគយថ្មី 10% លើទំនិញនាំចូលពីកម្ពុជាជាផ្នែកមួយនៃវិធានការដែលផ្ដោតលើទំនិញដែលមានការព្រួយបារម្ភថាអាចពាក់ព័ន្ធនឹងការប្រើប្រាស់ពលកម្មដោយបង្ខំកម្ពុជាស្ថិតក្នុងចំណោមប្រទេសប្រមាណ60ដែលរងផលប៉ះពាល់ពីវិធានការនេះលោកស៊ុនចន្ទថុលនិយាយថាពន្ធថ្មីនេះគឺជាការជំនួសវិធានការពន្ធបដិការមុនដែលត្រូវបានជំទាស់តាមផ្លូវច្បាប់នៅសហរដ្ឋអាមេរិកលោកបានបញ្ជាក់ថាកម្ពុជាបានបញ្ចប់ការចរចាជាមួយសហរដ្ឋអាមេរិករួចហើយដែលនាំឲ្យមានការឯកភាពកំណត់អត្រាពន្ធអតិបរមា 19% ហើយថាភាគីអាមេរិកបានធានាថាវិធានការពន្ធថ្មីណាមួយនឹងមិនលើសពីកម្រិតនេះទេលោកបន្ថែមថាមន្ត្រីកម្ពុជានិងសហរដ្ឋអាមេរិកបានបន្តពិភាក្សាគ្នាតាមប្រព័ន្ធអនឡាញហើយភាគីអាមេរិកនៅតែគោរពស្មារតីនៃកិច្ចព្រមព្រៀងដែលបានចរចាកន្លងមកទោះជាយ៉ាងណាអ្នកជំនាញផ្នែកពាណិជ្ជកម្មលើកឡើងថាវិធានការពន្ធថ្មីនេះអាចនាំមកទាំងឱកាសនិងហានិភ័យសម្រាប់វិស័យនាំចេញរបស់កម្ពុជាលោក Casey Bennett អតីតប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាបានសរសេរនៅលើបណ្ដាញសង្គមថាសហរដ្ឋអាមេរិកក៏បានលើកលែងពន្ធលើផលិតផលមួយចំនួនផងដែររួមទាំងសម្លៀកបំពាក់ដែលប្រើប្រាស់កប្បាសផលិតនៅសហរដ្ឋអាមេរិកលោកបានលើកឡើងថាការលើកលែងនេះអាចជំរុញឲ្យកម្ពុជាកាត់បន្ថយការពឹងផ្អែកលើវត្ថុធាតុដើមពីប្រទេសចិនប៉ុន្តែក៏អាចធ្វើឲ្យរោងចក្រកម្ពុជាប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីបណ្ដាប្រទេសផលិតផ្សេងៗដូចជាឥណ្ឌូនេស៊ីនិងបង់ក្លាដេសលោក Bennett បានណែនាំថាកម្ពុជាគួរទាក់ទាញការវិនិយោគបន្ថែមលើការផលិតក្រណាត់ក្នុងស្រុកដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនិងកាត់បន្ថយការពឹងផ្អែកលើការនាំចូលវត្ថុធាតុដើមលោកក៏បានព្រមានថាវិស័យកាត់ដេរនឹងក្លាយជាវិស័យដែលរងផលប៉ះពាល់ខ្លាំងជាងគេពីវិធានការពន្ធថ្មីនេះហើយបានអំពាវនាវឲ្យរដ្ឋាភិបាលពន្យាកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងការកែតម្រង់ចាំបាច់ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគនិងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាសហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជាដោយផលិតផលសម្លៀកបំពាក់ស្បែកជើងនិងសម្ភារៈធ្វើដំណើរមានចំណែកសំខាន់ក្នុងការនាំចេញទៅកាន់ទីផ្សារនេះផលប៉ះពាល់ជាក់ស្ដែងនៃពន្ធថ្មីនិងអាស្រ័យលើរបៀបអនុវត្តគោលនយោបាយនិងលទ្ធផលនៃការចរចាបន្ថែមរវាងភ្នំពេញនិង Washington